Okay សួស្តីអ្នកទាំងអស់គ្នាឥឡូវយើងបានរៀនមុនហ្នឹងយើងស្គាល់អំពី carbohydrate វាមាន simple carbohydrate វាមាន complex carbohydrate យើងស្គាល់ស្អីជា monosaccharide oligosaccharide polysaccharide ហើយអញ្ចឹងនៅក្នុងចំណុចនេះយើងនឹងនិយាយបន្តពាក់ព័ន្ធជាមួយនឹង dietary carbohydrate digestion មានន័យថាម៉េចនៅពេលដែលយើងញ៉ាំពពួក polysaccharide ឬក៏ monosaccharide ជា starch glycogen ឬក៏ cellulose នឹងចូលទៅក្នុងខ្លួនយើងតើដំណើរការបំបែកនិងការប្រើប្រាស់របស់ complex ឬក៏ simple carbohydrate ហ្នឹងយ៉ាងម៉េចអញ្ចឹងដំណើរការហ្នឹងគេចង់និយាយអញ្ចឹងគឺនេះគឺឧទាហរណ៍ជាក់ស្ដែងដូចជាគេឧទាហរណ៍នេះជា maltose មួយចុះវាបង្កឡើងអំពី2 molecule glucose អញ្ចឹងនៅក្នុងការ digest ហ្នឹងគឺគោលបំណងរបស់វាគឺប្រើ enzyme នេះបូកជាមួយនឹង molecule ទឹកដើម្បីផ្ដាច់ចេញនៅឲ្យវាខ្លាយទៅជា monosaccharide ទាំងពីរពី disaccharide ទៅជា monosaccharide ទាំងពីរអញ្ចឹងយើងអានេះជាឧទាហរណ៍ទេប៉ុន្តែក្នុងហ្នឹងយើងមានការនិយាយអំពីការបំបែកនៅ polysaccharide ផងដែរអញ្ចឹងវាកើតឡើងនៅទីណាគឺសារកន្លែងទីតាំងរបស់វាកើតឡើងនៅមាត់ជាមួយនឹងintestinal lumen គឺពោះវៀនតូចenzyme ដែលយើងប្រើនៅក្នុងនេះវាមាន glycoside hydrolase គឺ glycosidase ហ្នឹងពួក endoglycosidase មាន breakdown នៅ polysaccharide ជាមួយនឹង oligosaccharide ដែល disaccharide គឺ disaccharidesis គឺវា breakdown នៅ dry ជាមួយនឹង disaccharide អូខេអញ្ចឹងវាមាន specific enzyme អញ្ចឹង final product ដែលវាចង់បានជាអីគឺវាចង់កាត់complex carbohydrate ទាំងអស់ហ្នឹងឬក៏ polysaccharide ទាំងអស់ហ្នឹងឲ្យទៅជា monosaccharide ទាំងអស់គឺមានដូចជា glucose galactose fructose អីជាដើមវាកាត់ទៅជា monosaccharide ទាំងអស់ដើម្បីវា absorption ចូលទៅក្នុង enterocyte cell នៅក្នុង small intestine គឺពោះវៀនតូចបានអូខេអញ្ចឹងយើងមើលដំណាក់កាលដំបូងជាដំណាក់កាល salivary alpha amylase យើងវាចាប់ផ្ដើមពីណាគឺវាចាប់ផ្ដើមអំពីមាត់យើងញ៉ាំអីគេចូលទៅវាមានប្រភព2ទី1គឺប្រភព carbohydrate ពីរុក្ខជាតិពី plant គឺជាប្រភេទអីជា starch មាន amylose ជាមួយ amylopectin អូខេស្គាល់ហើយណាជា amylose ជាអី amylopectin ជាអីទី2ប្រភព carbohydrate ពី animal គឺ glycogen អូខេ glycogen ជាអីយើងស្គាល់ហើយអញ្ចឹងនៅពេលដែលយើងញ៉ាំអស់នេះទៅយើងញ៉ាំអស់នេះចូលទៅទីតាំងដែលវាចាប់ផ្ដើមបំបែកដំបូងគេគឺនៅក្នុងមាត់អញ្ចឹងទឹកមាត់ផ្ទុកនៅ enzyme alpha amylase គេហៅ salivary alpha amylase វាបំបែកវាចាប់ផ្ដើមបំបែកអីគេវាចាប់ផ្ដើមបំបែក starch ឲ្យទៅជាអីគេឲ្យទៅជា starch ដែលមានលក្ខណៈខ្លីជាងមុនជាហៅថា starch dextrin ឬក៏អាចបំបែកខ្លាំងជាងហ្នឹងទៅជា isomaltose ឬក៏ maltose អញ្ចឹងនៅក្នុងហ្នឹងគឺមានតែ starch ព្រោះអី alpha amylase វាមានលទ្ធភាពបំបែកបានតែ starch ទេអញ្ចឹង starch នេះវាបំបែកទៅជាអាចទៅជាអីគេខ្លះអាចទៅជា starch dextrin isomaltose maltose ជាដើមឬក៏ maltodextrose ជាដើមអញ្ចឹងអាផលិតផល3នេះ lactose saccharose និង cellulose គឺ enzyme salivary alpha amylase មិនមានសមត្ថភាពបំបែកទេរក្សាដដែលអញ្ចឹងនៅក្នុងដែលជាជំហានដំបូងនៃការធ្វើការបំបែករបស់វាគឺបានប៉ុណ្ណឹងបន្ទាប់មកទៀតទាំងអស់នេះវាជាមួយនឹង enzyme alpha amylase របស់ទឹកមាត់ហ្នឹងធ្លាក់មកដល់ក្នុងកាពះអញ្ចឹងនៅក្នុងកាពះវាមាន acid chloric ឬក៏ chloric acid chloric វាជា acid ខ្លាំងហ្នឹងអញ្ចឹង pH វា low អញ្ចឹង pH ក្នុងកាពះវា low វាចាប់ដើមបង្អាក់នៅសកម្មភាពរបស់ salivary alpha amylase ហេតុអីពីព្រោះ enzyme ហ្នឹងក៏វាមាន basic របស់វាជា protein ដែរហើយ protein ត្រូវបានបង្អាក់នៅ environment ជាបាសខ្លាំង acid ខ្លាំងឬក៏សីតុណ្ហភាពខ្ពស់វាធ្វើឲ្យ protein ហ្នឹង denature មានថាបាត់បង់នៅ function របស់ protein អញ្ចឹងវាមានថាបាត់បង់ function របស់ enzyme ធ្វើការបន្តអញ្ចឹងនៅក្នុងហ្នឹងអត់មានបានធ្វើការកាត់អស់នេះនៅក្នុងកាពះទេពីព្រោះថា low pH របស់ acid ហ្នឹង stop reaction វាហើយអញ្ចឹងវាចាប់ដើមធ្លាក់បន្តមកក្នុងពោះវៀនតូចអញ្ចឹងនៅពេលដែលវាធ្លាក់នៅក្នុងពោះវៀនតូច pancreas នេះ
វាបញ្ចេញមកគេហៅថាវាបញ្ចេញ enzyme របស់វាមកអញ្ចឹងនៅក្នុងនេះអក្សរនេះអាចទៅអានខ្លួនឯងយើងបន្តមកដល់នេះយើងបន្តមកដល់ pancreatic alpha amylase អញ្ចឹងនៅក្នុង pancreatic ឬក៏ pancreas នេះបញ្ចេញ enzyme អីមកខ្លះទី1បញ្ចេញមកក្នុងពោះវៀនតូចនេះទី1វាអាចបញ្ចេញនៅ isomaltase គឺវាក្លេវមួយមានកាត់ alpha 16 bond ចំណង alpha 16របស់ glucose របស់ isomaltose ឲ្យคล้ายទៅជា glucose ទី2 maltase វាកាត់នៅ alpha 14របស់ maltose ឲ្យឬក៏ maltodiose ឲ្យទៅជា glucose ទី3 saccharase គឺវាកាត់នៅ alpha 12ឲ្យคล้ายទៅជា glucose បូកជាមួយនឹង fructose ពីព្រោះ saccharase នេះកាត់ sucrose ហើយ sucrose បង្កឡើងអំពី glucose ជាមួយនឹង fructose ដល់ពេល lactase គឺវាក្លេវ lactose beta 14ឲ្យទៅជា galactose ជាមួយនឹង glucose ដោយសារអីដោយសារ lactose បង្កើតឡើងអំពី2គឺ galactose បូកជាមួយនឹង glucose អូខេអានេះ trehalase គឺវាក្លេវនៅ trehalose ឲ្យទៅជាចុងក្រោយគឺ glucose អញ្ចឹងនេះគឺជាផលិតផលដែលជា enzyme ដែល pancreatic នេះបញ្ចេញមកហើយវាបន្តកាត់ទៅជាផលិតផលចុងក្រោយរបស់វាគឺអីគេផលិតផលចុងក្រោយវាកាត់ឲ្យខ្លាំងទៅជា3នេះមានអីខ្លះទី1គឺវាមាន glucose fructose galactose អញ្ចឹងនិយាយសរុបឲ្យខ្លីមកវាកាត់ពីក្នុងមាត់បន្តមកដល់ក្នុងពោះវៀនតូចគឺវាចង់បានដូចខ្ញុំនិយាយមុននឹងអញ្ចឹង product វាគឺជា monosaccharide វាកាត់ disaccharide polysaccharide ឲ្យទៅជា monosaccharide ទាំងអស់ហេតុអីបានវាកាត់ monosaccharide ពីព្រោះថាពោះវៀនតូចរបស់យើងកោសិកាពោះវៀនតូចរបស់យើងមានសមត្ថភាពabsorb ឬក៏ស្រូបបានតែ monosaccharide ទេចំពោះ cellulose វេទនា cellulose យើងអត់មាន enzyme កាត់ទេខ្ញុំនិយាយមុននឹងអញ្ចឹងថាយើងអត់មាន enzyme cellulose ដើម្បីកាត់ពពួករុក្ខជាតិស្លឹករុក្ខជាតិអីអស់ហ្នឹងទេអញ្ចឹងវានឹងចាក់ចេញមកវិញតាមលីមូកមកវិញអញ្ចឹងវាមិនបានផ្ដល់នៅសមាធាតុផ្សំជា glucose នៅក្នុង cellulose ទេគឺវាចាក់ចេញមកវិញអញ្ចឹងមិនយើងញ៉ាំបន្លែអត់មានជាតិglucose ឬគេហៅបន្លែដែលវាមានតែ cellulose ហ្នឹងគឺមិនធ្វើឲ្យយើងនឹងឡើងគីឡូឬក៏ផ្ដល់ថាមពលឲ្យយើងទេអូខេវាផ្ដល់តែ fiber ទេអញ្ចឹងវានឹងចាក់ចេញមកវិញ